នៅយប់ល្ងាធ្លាក់តកកមួយនៅក្នុងខេត្តហ៊ីឡុងឈៀងប្រទេសចិនកាលពីឆ្នាំ1995ភាពស្ងប់ស្ងាត់នៃភូមិដាច់ស្រយាលមួយប្រាប់តែត្រូវបានរំខានដោយសំឡេងកំភ្លើងវាមិនមែនផ្ទុះឡើងត្រឹមតែម្ដងទេតែវាបន្តគ្នាពេញមួយយប់តលភ្លឺតែម្ដងត្រឹមតែមួយយប់ប៉ុណ្ណោះមនុស្សស្លូតត្រង់រហូតដល់32នាក់ត្រូវបាត់បង់ជីវិតនេះមិនមែនជារឿងឃាតកម្មធម្មតាទេវាគឺជាការបាញ់ប្រហារសម្លាប់មនុស្សរង្គាលតាមដងផ្លូវដែលរុនប្រវត្តិសាស្ត្រក្រិតកម្មរបស់ប្រទេសចិនសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមិនត្រឹមតែមកនិយាយអំពីដំណើររឿងនៃការតាមប្រមាញ់ចាប់ខ្លួនឃាតករដ៏សាហាវទាំងពីរនាក់នោះទេប៉ុន្តែយើងនឹងចូលទៅស្វែងយល់ស៊ីជម្រៅជាមួយគ្នាអំពីចិត្តសាស្ត្រនៃភាពល្បីល្បាញនៅក្នុងផ្លូវអាក្រក់ឬហៅថា Psychology of Infamy យើងនឹងមករកចម្លើយថាតើមានអ្វីកើតឡើងនៅក្នុងខួរក្បាលរបស់មនុស្សដែលហ៊ានប្រើជីវិតអ្នកដទៃរាប់សិបនាក់គ្រាន់តែដើម្បីធ្វើឲ្យខ្លួនឯងមានភាពល្បីល្បាញពេញពិភពលោកតោះកុំឲ្យខាត់ពេលយូរយើងទៅតាមដានរឿងក្តីកើតហេតុនេះទាំងអស់គ្នាជនដៃដងនៅក្នុងសំណុំរឿងដ៏រន្ធត់នេះមានឈ្មោះថាហ្វឹងវ៉ាន់ហៃអាយុ26ឆ្នាំនិងជាងលីមីងអាយុ22ឆ្នាំតាមពិតទៅពួកគេទាំងពីរនាក់មិនមែនជាអក្រិតជនជើងចាស់ឬមានបណ្ដាញអីធំដុំនោះទេពួកគេគ្រាន់តែជាក្មេងដំណើរតាមភូមិដែលធ្លាប់មានប្រវត្តិបទល្មើសតូចតាចនិងលួចឆក់ប្លន់ធម្មតាប៉ុណ្ណោះប៉ុន្តែនៅចុងឆ្នាំ1995ដូចជាមានអ្វីមួយដែលខ្មៅងងឹតគ្របដណ្ដប់ក្នុងគំនិតរបស់ពួកគេមានអារម្មណ៍ថាជីវិតរបស់ពួកគេមិនបានជោគជ័យហើយគ្មាននរណាម្នាក់ឲ្យតម្លៃនិងកោតខ្លាចពួកគេតទៅសោះនៅយប់មួយជាងស៊ីមិញបាននិយាយប្រាប់ទៅហ្វឹងវ៉ាន់ហៃនៅប្រយោគមួយថាយើងត្រូវតែធ្វើរឿងអ្វីមួយឲ្យធំធ្វើឲ្យកក្រើកដើម្បីឲ្យពិភពលោកទាំងមូលបានស្គាល់យើងតើអ្នកណាទៅនឹងគិតថាមានមនុស្សដែលហ៊ានយកជីវិតមនុស្សស្លូតត្រង់មកធ្វើជាចន្ទាជន់ដើម្បីបំពេញមហិច្ឆតាដ៏ឈួតលីលារបស់ខ្លួនការសន្យាគ្នាដ៏កាចសាហាវរវាងមនុស្សទាំងពីរនាក់នេះហើយដែលជាចំណុចចាប់ផ្ដើមនៃរាត្រីបង្ហូរឈាមនៅទីក្រុងចៅតុងដើម្បីអាចធ្វើរឿងធំនេះបានពួកគេត្រូវការអាវុធនិងមធ្យោបាយធ្វើដំណើរហើយពួកគេមិនខ្វល់ថាត្រូវសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីបានរបស់ទាំងនោះទេនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ1995នៅយប់ដ៏សែនត្រជាក់មួយដែលងងឹតស្លុបនៅក្នុងទីប្រជុំជនស៊ីចានឃាតករទាំងពីរនាក់នេះបានចាប់ផ្ដើមអនុវត្តផែនការដ៏ប្រៃសៃរបស់ពួកគេដោយដែលយើងបានដឹងស្រាប់ហើយដើម្បីធ្វើរឿងធំពួកគេត្រូវការសំខាន់គឺរបស់ពីរយ៉ាងអាវុធនិងមធ្យោបាយធ្វើដំណើរដូច្នេះគោលដៅដំបូងរបស់ពួកគេគឺមិនមែនសម្លាប់ដោយសារតែគំនុំនោះទេតែសម្លាប់ដើម្បីប្លន់បន្តមកទៀតពួកគេក៏បានធ្វើសកម្មភាពប្លន់យករថយន្តមួយគ្រឿងមកបេជីងជីបដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរនិងកិច្ចខ្លួនរបស់ពួកគេមកដល់កន្លែងនេះខ្ញុំពិតជាមានអារម្មណ៍ថានៅពេលដែលនឹកឃើញដល់ជនរងគ្រោះដំបូងពួកគាត់ប្រហែលជាកំពុងសម្រាកនៅក្នុងផ្ទះឬក៏ត្រៀមចូលគេងជួបជុំគ្រួសារយ៉ាងសុខសាន្តដោយមិនដឹងខ្លួនតទៅសោះថាក្តីស្លាប់របស់ពួកគេបានមកកោះទ្វារមកដល់មុខផ្ទះតែម្ដងបន្តមកទៀតនៅពេលដែលរថយន្តនិងកំភ្លើងបានធ្លាក់ចូលក្នុងដៃរបស់ពួកគេហើយពួកគេលែងជាក្មេងដំណើរធម្មតាតាមភូមិទៀតហើយពួកគេបានប្រែក្លាយខ្លួនទៅជាឃាតករដែលស្រេកឈាមយ៉ាងពេញទំហឹងតែម្ដងម៉ាស៊ីនឡាន Beijing Ship ត្រូវបានប្រឆេះឡើងឃាតករទាំងពីរនាក់បានបើកឡានសម្ដៅទៅកាន់គោលដៅបន្ទាប់របស់ពួកគេក៏នៅទីប្រជុំជន Wu Liming កន្លែងនោះហើយដែលជាទីតាំងនៃការសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់បំផុតដែលត្រូវចាប់ផ្ដើមរថយន្ត Jeep នោះបានបើកយ៉ាងលឿនឆ្ពោះទៅកាន់ទីប្រជុំជន Wu Liming គោលដៅដំបូងនៃការសម្លាប់របស់ពួកគេគឺសមាជិកគ្រួសារតកូលសៀវ
តាមកំណត់ត្រារបស់ប៉ូលីសហ្វឹងវ៉ាន់ហៃធ្លាប់មានគំនុំខឹងសម្បារឿងបន្តិចបន្តួចជាមួយគ្រួសារនេះកាលពីមុនវាគ្រាន់តែជារឿងតោះតែងគ្នាតិចតួចសោះតែវាបានคล้ายទៅជាលេសដ៏ធំសម្រាប់ឃាតករទាំងពីរនាក់នេះក្នុងការចាប់ផ្ដើមបង្ហូរឈាមពេលទៅដល់មុខផ្ទះគ្រួសារសៀវពួកគេមិនបាននិយាយស្ដីឬសួរនាំអ្វីទាំងអស់ពួកគេបានទម្លាយទ្វារចូលហើយចាប់ផ្ដើមបាញ់ប្រហារយ៉ាងសាហាវនិងលឿនបំផុតសំឡេងកំភ្លើងបន្លឺឡើងទួនគ្នាជនរងគ្រោះដួលដេកក្នុងថ្លុកឈាមម្ដងម្នាក់ដោយសំបីតែពេលស្រ័យសុំជំនួយឬរត់គេចខ្លួនក៏សឹងតែគ្មានផងបើយើងព្យាយាមសម័យមើលពីទស្សនវិជ្ជានៃយប់នោះពិតជាគួរខ្លាចនិងរន្ធត់ជំនួសពួកគាត់ណាសមាជិកគ្រួសារខ្លះកំពុងតែកេងលក់យ៉ាងសុខសាន្តក៏ត្រូវបាត់បង់ជីវិតទាំងមិនដឹងខ្លួនតួលេខអ្នកស្លាប់ចាប់ផ្ដើមកើនឡើងយ៉ាងលឿនត្រឹមតែពេលប្រហែលនាទីតែប៉ុណ្ណោះប៉ុន្តែពួកគេមិនបានបញ្ឈប់ត្រឹមនេះទេអ្នកណាដែលនៅក្បែរនោះឬដើរកាត់នោះក៏នឹងខ្លាយទៅជាគោលដៅរបស់ពួកគេភ្លាមតែម្ដងក្រោយពីបានឆក់យកជីវិតសមាជិកគ្រួសារតកូសៀវរួចរាល់ឃាតករទាំងពីរនាក់នេះមិនបានគេចខ្លួនទៅណាទេផ្ទុយទៅវិញពួកគេបានបន្តដំណើរដោយមិនអង់យូរឆ្ពោះទៅកាន់គ្រួសារតកូលបៃដែលរស់នៅភូមិជាប់គ្នាការវាយប្រហារលើកនេះគឺរត់តែព្រៃផ្សៃនិងគ្មានក្តីមេត្តាជាមុនទៀតវាឡើងជារឿងសងសឹកដោយគំនុំមគលទៀតហើយវាបានคล้ายទៅជាការសម្លាប់រង្គាលយ៉ាងពិតប្រាកដឲ្យតែអ្នកណាដែលលេចមុខចំពោះមុខពួកគេមិនថាក្មេងចាស់ប្រុសស្រីឬក៏អ្នកភូមិដែលចេញមកមើលដោយសភាពការភ្ញាក់ផ្អើលនោះទេគឺត្រូវពួកគេបាញ់ប្រហារសម្លាប់ភ្លាមតែម្ដងដោយគ្មានការស្ទាក់ស្ទើរអ្វីទាំងអស់ឥឡូវយើងសាកសម័យមើលអ្នកភូមិខ្លះគ្រាន់តែលើសំឡេងចម្លែកហើយបើកទ្វារចេញមកមើលឬអ្នកដែលកំពុងតែធ្វើដំណើរនៅតាមផ្លូវសុកក៏ត្រូវទទួលរងគ្រោះនៅក្រោមកំភ្លើងយ៉ាងអយុត្តិធម៌បំផុតសាកសពជនរងគ្រោះស្លូតត្រង់បានចាប់ផ្ដើមដេកដួលយ៉ាងរាយប៉ាយនៅតាមដងផ្លូវនិងនៅក្បែរផ្ទះក្រោមកម្ដៅឈាមក្រហមច្រាលឃាតករទាំងពីរនាក់បានប្រើប្រាស់រថយន្ត Jeep ដែលប្លន់បាននោះបើកល្បាតតាមដងផ្លូវយ៉ាងកក្រឹតកក្រែងនៅគ្មានខ្វល់ពីណាទាំងអស់បើកដល់ណាបាញ់ដល់នឹងភាពស្ងាត់ស្ងួមនៅទីជនបទនៅពេលយប់បានคล้ายទៅជាខែលជួយការពារនិងលាក់បាំងសកម្មភាពដ៏រន្ធត់មួយនេះធ្វើឲ្យអ្នកភូមិផ្សេងទៀតមិនអាចដឹងមុនថានឹងមានរឿងអ្វីកើតឡើងឡើយត្រឹមតែរយៈពេលខ្លីតួលេខអ្នកស្លាប់បានកើនឡើងយ៉ាងគំហុកតើមានអ្វីកើតឡើងនៅក្នុងខួរក្បាលរបស់ពួកគេនេះតើអ្វីទៅដែលជំរុញឲ្យមនុស្សធម្មតាពីរនាក់ប្រែคล้ายទៅជាម៉ាស៊ីនសម្រាប់មនុស្សដែលគ្មានញើសដៃនិងគ្មានក្តីអាណិតអាសូរសំបីតែបន្តិចបែបហ្នឹងមកដល់ចំណុចនេះអ្នកទាំងអស់គ្នាក៏ប្រហែលជាកំពុងតែឆ្ងល់ថាហេតុអ្វីបានជាមនុស្សពីរនាក់នេះសម្លាប់មនុស្សច្រើនម្ល៉េះទាំងដែលជាប់រងគ្រោះភាគច្រើនគ្មានគំនុំអ្វីតទៅសោះជាមួយពួកគេនៅក្នុងផ្នែកចិត្តសាស្ត្រក្រិតកម្មមានពាក្យមួយដែលគេហៅថាចិត្តសាស្ត្រនៃភាពល្បីល្បាញក្នុងផ្លូវអាក្រក់ឬក៏ psychology of infamy និងរោគសញ្ញាមួយទៀតឈ្មោះថា amok ឬក៏ amok syndrome ពាក្យថា amok នេះមានស្ថានភាពផ្លូវចិត្តមួយដែលមនុស្សម្នាក់មានអារម្មណ៍ថាខ្លួនឯងបរាជ័យគ្មានតម្លៃគ្មានអ្នកណាឲ្យតម្លៃឬក៏ត្រូវសង្គមមើលងាយពួកគេរយៈពេលយូរអីចឹងទៅរហូតដល់ចំណុចមួយដែលទ្រាំលែងបានខួរក្បាលរបស់ពួកគេក៏កាត់ទៅក្នុងផ្លូវអាក្រក់ហើយក៏ផ្ទុះកំហឹងឡើងដោយចាប់ផ្ដើមវាយប្រហារនិងសម្លាប់មនុស្សរង្គាលដោយមិនរើសមុខមិនថាអ្នកណាឬក៏អ្នកណានោះទេសម្រាប់ហ្វឹងវ៉ាន់ហៃនិងជាងលីមីងពួកគេសម្លាប់មនុស្សមិនមែនដើម្បីលុយហើយក៏មិនមែនដើម្បីគំនុំតែមួយមុខនោះទេតែពួកគេសម្លាប់ដើម្បីចង់ល្បីដោយដែលជាងលីមីងបាននិយាយប្រាប់មិត្តភ័ក្តិរបស់គេអញ្ចឹងថាគេចង់ធ្វើរឿងធំមួយដើម្បីឲ្យពិភពលោកបានស្គាល់គេអញ្ចឹងនៅក្នុងខួរក្បាលឃាតករប្រភេទនេះជីវិតមនុស្សស្លូតត្រង់រាប់សិបនាក់គឺគ្រាន់តែជាឧបករណ៍ឬក៏ជាចណ្ដាលជន់តែប៉ុណ្ណោះពួកគេប្រើប្រាស់ជីវិតអ្នកដទៃដើម្បីឲ្យខ្លួនឯងសរសេរឈ្មោះចូលក្នុងប្រវត្តិសាស្ត្រឲ្យគេចងចាំទោះបីជាក្នុងនាមជាឃាតករក៏ដោយនេះហើយគឺជាភាពដែលគួរឲ្យខ្លាចបំផុតនៅក្នុងចិត្តសាស្ត្ររបស់មនុស្សពេលដែលសេចក្តីស្រេកឃ្លាននៃការចាប់អារម្មណ៍លាយឡំជាមួយនឹងភាពកាចសាហាវ
របស់ពួកគេឥឡូវនេះយើងត្រឡប់ទៅកាន់យប់ទី18ខែវិច្ឆិកាវិញស្របពេលដែលអ្នកភូមិកំពុងតែភ័យខ្លាចនិងកំពុងតែរត់ពួនតើខាងប៉ូលីសបានដឹងរឿងនឹងដែរអត់រហូតដល់ពាក់កណ្ដាលត្រៀតសម្លេងកំភ្លើងនិងសម្លេងស្រែកទៅហូរយំដែលមកលើឡើងចេញពីទីប្រជុំជនវូលីមីងធ្វើឲ្យអ្នកភូមិដែលរស់រានមានជីវិតភ័យស្លន់ស្លោនិងព្យាយាមរកវិធីសាស្ត្រដើម្បីទូរស័ព្ទហៅទៅប៉ូលីសប៉ុន្តែយើងត្រូវដឹងថាកាលពីឆ្នាំ1995ប្រព័ន្ធទំនាក់ទំនងនៅតំបន់ជាពិសេសនៅតាមទីជនបទគឺវាមិនទាន់ទំនើបនិងជឿនលឿនដូចឥឡូវទេតម្រាំដែលមានព័ត៌មានលម្អិតធ្លាក់ទៅដល់ក្នុងការិយាល័យសន្តិសុខសាធារណៈក្រុងចៅតុងគឺជនរងគ្រោះជាច្រើនបានបាត់បង់ជីវិតបាត់ហើយនៅពេលដែលទូរស័ព្ទរោឡើងនិងរបាយការណ៍បឋមត្រូវបានបញ្ជូនមកមន្ត្រីប៉ូលីសប្រចាំនៅជប់នោះស្ទើរតែមិនជឿនឹងតិចខ្លួនឯងវាស្ដាប់ទៅដូចជារឿងប្រឌិតច្រើនជាងរឿងពិតថាម៉េចមានមនុស្សជិះឡានជិះបាញ់មហាមនុស្សពេញភូមិដំបូងឡើយពួកគេគិតស្មានថាវាប្រហែលជាគ្រាន់តែអំពើហិង្សានិងការបាញ់ប្រហារធម្មតាប៉ុណ្ណោះប៉ុន្តែនៅពេលដែលរបាយការណ៍បន្ទាប់ចេះតែធ្លាក់មកជាបន្តបន្ទាប់ពីភូមិមួយទៅភូមិមួយជាមួយនឹងចំនួនអ្នកស្លាប់កើនឡើងអត់ឈប់ឈរនោះហើយពួកគេទើបតែដឹងថានេះមិនមែនជារឿងធម្មតាទេវាគឺជាការសម្លាប់រង្គាលមួយមិនដែលធ្លាប់មានពីមុនមកសភាពការនៅក្នុងស្ថានីយ៍ប៉ូលីសនៅពេលនោះប្រែក្លាយទៅជាច្បងច្បល់និងមានការភ័យស្លន់ស្លោតក់ស្លុតជាទីបំផុតសំណួរដ៏ធំបំផុតនៅក្នុងខួរក្បាលរបស់ពួកគេនោះគឺតើឃាតករទាំងនេះកំពុងតែឆ្ពោះទៅកាន់ទីណាទៀតហើយតើនឹងមានមនុស្សប្រមាណអ្នកទៀតតែនឹងត្រូវខ្លាចជាជនរងគ្រោះបន្ទាប់ពួកគេមិនអាចអង្គុយរងចាំបែបនេះបានទៀតទេយុទ្ធនាការតាមប្រមាញ់ទំហំធំប្រចាំខេត្តក៏ត្រូវបានប្រកាសឡើងភ្លាមទាំងកណ្ដាលត្រៀតតែម្ដងពេលដែលដឹងថាស្ថានភាពធ្ងន់ធ្ងរដល់កម្រិតនេះថ្នាក់ដឹកនាំជាន់ខ្ពស់នៃមន្ត្រីសន្តិសុខសាធារណៈខេត្តបានចុះមកបញ្ជាការផ្ទាល់តែម្ដងលោកស៊ីយ៉ាន់តុងនិងលោកសុនបាំងណានដែលជាថ្នាក់ដឹកនាំប៉ូលីសខេត្តបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធពិសេសចេញប្រតិបត្តិការភ្លាមតែម្ដងយុទ្ធសាស្ត្ររបស់ពួកគេនៅពេលនោះគឺត្រូវកាត់ផ្ដាច់ផ្លូវរត់គេចខ្លួនទាំងអស់របស់ឃាតករប៉ូលីសបានរៀបចំកុងត្រូលពិនិត្យយ៉ាងតឹងរ៉ឹងនិងដាក់ប្រាស់ចាប់ស្ទាក់គ្រប់ដងផ្លូវធំដែលចេញពីទីប្រជុំជននោះទាំងអស់អ្នកទាំងអស់គ្នាសាកសម័យមើលថានៅខែវិច្ឆិកានៅក្នុងខេត្តហ៊ីឡុងជៀងនៃប្រទេសចិនគឺរងាខ្លាំងអាកាសធាតុអាចធ្លាក់ដល់ក្រោម0 អង្សានោះប៉ុន្តែកងកម្លាំងប៉ូលីសទាំងអស់ត្រូវចូលប្រចាំការនៅក្រោមអាកាសធាតុរងានឹងស្ទើរតែរឹងដៃរឹងជើងនិងត្រជាក់កកត្រៀមអាវុធនៅក្នុងដៃដើម្បីរងចាំស្ទាក់ចាប់រថយន្តបេជីងជីបដែលកំពុងតែបើកហើយនឹងបាញ់ប្រហារមនុស្សនៅតាមដងផ្លូវនោះពោលគឺដាច់ខាតមិនអាចឲ្យពួកគេបើកឡានរត់ចូលទៅដល់ទីក្រុងឬតំបន់ទីប្រជុំជនធំបានជាដាច់ខាតពេលដែលយើងគិតមកដល់ចំណុចនេះខ្ញុំមានអារម្មណ៍ថាដូចជាភ័យចំនួនព្រោះបើសិនជាឃាតករដែលកំពុងតែស្រែកឈាមទាំងអស់នេះអាចចូលទៅដល់កណ្ដាលទីក្រុងបានហើយនឹងឬក៏ទីប្រជុំជនដែលមានមនុស្សច្រើនគិតមើលថាតើចំនួនអ្នកស្លាប់នឹងកើនឡើងដល់កម្រិតណាការប្រមាញ់ដល់តឹងតាននិងការរងចាំអត់មើលគ្រប់គោលដៅក៏បានចាប់ផ្ដើមប៉ុន្តែអ្វីដែលប៉ូលីសនឹកស្មានមកដល់នោះគឺឃាតករទាំងពីរនាក់នេះក៏មានល្បិចមិនធម្មតាដែរហើយពួកគេបានដឹងខ្លួនរួចមុនទៅហើយឃាតករនេះមិនល្ងងនោះទេពួកគេដឹងច្បាស់ថាឡានដែលពួកគេកំពុងតែជិះគឺជាគោលដៅដ៏ធំបំផុតដែលប៉ូលីសទូទាំងខេត្តកំពុងតែតាមរកនៅពេលដែលកំពុងបើកបរនៅតាមដងផ្លូវដែលត្រជាក់ហ្នឹងពួកគេបានប្រទះឃើញរថយន្តមួយដែលកំពុងតែបើកបរនៅលើដងផ្លូវហ្នឹងដែរដោយគ្មានការស្ទាក់ស្ទើរពួកគេក៏បានធ្វើរឿងខុសខើមួយទៀតភ្លាមពួកគេបានស្ទាក់រថយន្តនោះហើយបាញ់សម្លាប់អ្នកបើកបរនិងអ្នករួមដំណើរទាំងអស់គោលដៅរបស់ពួកគេនៅពេលនោះគឺគ្មានអ្វីក្រៅពីចង់បដូរយានយន្តដើម្បីបំបត្តិដាននិងបន្លំភ្នែកប៉ូលីសដែលកំពុងតែតាមស្ទាក់នៅគ្រប់ច្រកនោះទេយើងសាកសម័យមើលជនរងគ្រោះថ្មីទាំងនេះគ្រាន់តែធ្វើដំណើរតាមផ្លូវសោះក៏ត្រូវបាត់បង់ជីវិតយ៉ាងអនាធមដោយសារតែចៃដន្យជិះឡានខុសផ្លូវតែប៉ុណ្ណោះនៅពេលនោះ
ឃាតករទាំងពីរនាក់នោះក៏បានបោះបង់ចោលនៅរថយន្តជីបចាស់របស់ពួកគេនោះដែលប្រឡាក់ពោពេញទៅដោយឈាមហើយបដូរទៅជិះរថយន្តថ្មីដែលប៉ូលីសមិនទាន់មានកំណត់ត្រាភិនភាគនៅឡើយហើយនេះវាគ្រាន់តែជាល្បិចមួយដែលធ្វើឲ្យប្រតិបត្តិការរបស់ប៉ូលីសជួបនឹងការលំបាកហើយនឹងស្មុគស្មាញខ្លាំងជាងមុនបើប៉ូលីសមិនប្រុងប្រយ័ត្នពួកគេអាចនឹងបើកកាត់កុងត្រូលប៉ូលីសបានយ៉ាងងាយតែណែទោះជាយ៉ាងណាក៏ដោយក៏សំណាញ់ច្បាប់មិនងាយនឹងឲ្យពួកគេរួចខ្លួននោះទេឃាតករទាំងពីរនាក់នេះកំពុងតែបើករថយន្តថ្មីសម្ដៅទៅកាន់ចំណុចប្រសពនៃទីប្រជុំជនទឺឆាងដោយពួកគេមិនដឹងសោះឡើយថានៅទីនោះកងកម្លាំងប៉ូលីសបានរៀបចំខែលការពារនិងអាវុធរួចជាស្រេចដើម្បីរងចាំទទួលស្វាគមន៍ពួកគេរួចទៅហើយពេលវេលាចេះតែដើរទៅមុខភាពងងឹតនិងអាកាសធាតុកាន់តែត្រជាក់ឡើងនៅឯចំណុចប្រសពនៃផ្លូវទីប្រជុំជនទឺឆាងកងកម្លាំងប៉ូលីសកំពុងតែឈរប្រចាំការយ៉ាងប្រុងប្រយ័ត្នបំផុតទាំងដែលខ្លួនកំពុងតែរងាញ័រញាក់កំពេចនោះពន្លឺភ្លើងឡានមួយបានចាំងមកពីចម្ងាយបើកសម្ដៅមកគោលដៅរបស់ពួកគេវាគឺជារថយន្តថ្មីមួយប៉ុន្តែមានភិនភាគនិងស្លាកលេខខុសពីរថយន្តដែលថ្នាក់លើបានរាយការណ៍មកទោះបីជាយ៉ាងណាក៏ដោយបទបញ្ជាយ៉ាងតឹងរឹងបំផុតគ្រប់យានយន្តទាំងអស់ដែលឆ្លងកាត់តំបន់នោះត្រូវធ្វើការត្រួតពិនិត្យដោយគ្មានករណីលើកលែងមន្ត្រីប៉ូលីសបានផ្ដល់សញ្ញាឲ្យរថយន្តនោះឈប់រថយន្តនោះក៏បានបន្ថយល្បឿនបន្តិចម្ដងរហូតមកដល់គៀកទៅនឹងកន្លែងកងត្រូលមន្ត្រីប៉ូលីសបានដើរចូលទៅជិតរថយន្តនោះយឺតដោយដៃម្ខាងកាន់ពិលដៃម្ខាងទៀតត្រៀមចាប់កាំភ្លើងក្រែងលោមានរឿងអ្វីមិនស្រួលពេលដែលពលឺពិលបញ្ចាំងទម្លុះកញ្ចក់ឡានចូលទៅក្នុងប៉ូលីសបានកលេចឃើញយ៉ាងច្បាស់នៅអាវុធនិងទឹកមុខដ៏សាហាវរបស់ឃាតករទាំងពីរនាក់នោះដែលកំពុងតែអង្គុយត្រៀមខ្លួនរួចជាស្រេចនៅក្នុងពេលនោះចំណែកឯឃាតករទាំងពីរក៏បានដឹងខ្លួនច្បាស់ដូចគ្នាថាពួកគេបានបើកចូលមកក្នុងអន្ទាក់របស់ប៉ូលីសបាត់ទៅហើយប្រាស់នៅខាងមុខក្រាស់ខ្មឹកដែលមិនអាចបើកទម្លុះបានទេតើអ្នកទាំងអស់គ្នាគិតថាពួកគេព្រមចុះចាញ់ស្រួលមែនអត់ប៉ុន្តែអត់ទេសម្រាប់មនុស្សដែលដាច់ចិត្តសម្លាប់មនុស្សរាប់សិបនាក់ដើម្បីតែចង់ល្បីឈ្មោះទៅហើយនោះពួកគេគ្មានហេតុផលអីដែលត្រូវចុះចាញ់នោះទេជំនួសឲ្យការលើកដៃសុំចុះចាញ់ដើម្បីទទួលកំហុសឃាតករទាំងពីរនាក់បែរជាលើកកំភ្លើងតម្រង់មកកម្លាំងប៉ូលីសតែម្ដងនៅវេលាម៉ោង 9:40 នាទីយប់នោះភ្លាមនោះសំឡេងកំភ្លើងក៏បានផ្ទុះឡើងយ៉ាងកក្រើកចេញពីក្នុងរថយន្តសម្ដៅទៅកាន់ប៉ូលីសមុនតែម្ដងឃាតករទាំងពីរនាក់បានសម្រេចចិត្តយកជីវិតរបស់ពួកគេទៅបដូរដោយប្រើអាវុធបាញ់ស្រោចដើម្បីទម្លុះរបាំងប៉ូលីសបើកផ្លូវរថគេចទោះជាយ៉ាងណាក៏ដោយក៏កម្លាំងប៉ូលីសខេត្តបានរៀបចំខ្លួនរួចជាស្រេចមិនបានថយក្រោយឡើយសូម្បីតែមួយជំហានពេលនោះប៉ូលីសក៏បានបាញ់តទៅវិញភ្លាមនៅក្រោមភ្លើងឡាននិងភ្លើងក្នុងកំភ្លើងរបស់ប៉ូលីសនោះការផ្ទុះអាវុធផ្លាស់ប្ដូរគ្រប់គ្នាបានបន្តយ៉ាងសាហាវអ្នកនរគ្នាត្រូវដឹងថាគ្រប់ក្រកកំភ្លើងរបស់ប៉ូលីសដែលបាញ់ចេញទៅគឺមិនមែនដើម្បីការពារខ្លួនតែប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបាញ់ដើម្បីការពារប្រជាជនស៊ីវិលរាប់រយនាក់ទៀតដែលរស់នៅក្នុងទីក្រុងធំក្បែរនោះដែលឃាតករទាំងពីរនាក់នេះកំពុងតែប៉ុនប៉ងចង់ទៅប៉ូលីសដឹងយ៉ាងច្បាស់ថាបើទុកឲ្យឃាតករទាំងពីរនាក់នេះរួចគេចផុតពីកន្លែងកុងត្រូលនៅយប់នេះហើយជានឹងមានជនស៊ីវិលរាប់សិបនាក់ទៀតនឹងត្រូវបាត់បង់ជីវិតជាមិនខានទីបំផុតក្រោមការបាញ់សង្កត់យ៉ាងខ្លាំងនិងយុទ្ធសាស្ត្រឡោមព័ទ្ធរបស់ប៉ូលីសរថយន្តនោះក៏បានបញ្ឈប់ទាំងស្រុងតែម្ដងសំឡេងកំភ្លើងដែលបានផ្ទុះរំពងពេញផ្ទៃមេឃអំបែងមិញក៏បានចាប់ផ្ដើមស្ងាត់ឡើងវិញម្ដងបន្តិចសភាពការហាក់ដូចជាបានត្រឡប់មកស្ងប់ស្ងាត់វិញចឹងតើមានអ្វីកើតឡើងនៅពេលនោះតើឃាតករទាំងពីរនាក់បានស្លាប់ហើយឬក៏ពួកគេរត់គេចខ្លួនឬក៏ត្រូវបានប៉ូលីសចាប់បានហើយពេលនោះប៉ូលីសក៏បានសម្រុកដើរចូលទៅជិតរថយន្តនោះទោះជាយ៉ាងណាក៏ដោយប៉ូលីសនៅតែមានការប្រុងប្រយ័ត្នបំផុតដោយកំភ្លើងនៅតែតម្រង់ទៅមុខជានិច្ចដើម្បីត្រៀមទប់ទល់ក៏មាន ការបាញ់ប្រហារមកសាជាថ្មីប៉ុន្តែនៅពេលដែលព
ប៉ូលីសបានបើកទ្វារឡានមើលគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយឃាតករទាំងពីរនាក់ Phai Van Hai និង Chia Ling Ming បានដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងរថយន្តនោះហើយមហាយតាដ៏ឈួតលីលានិងព្រៃផ្សៃដែលចង់ល្បីល្បាញពេញពិភពលោករបស់ពួកគេត្រូវបានបញ្ចប់នៅត្រឹមចំណុចនេះរហូតដល់ថ្ងៃទី19ខែវិច្ឆិកាគឺមួយថ្ងៃបន្ទាប់ពីកើតហេតុហ្នឹងពេលព្រឹកនៅពេលដែលកម្លាំងប៉ូលីសនិងក្រុមសង្គ្រោះចាប់ផ្ដើមដើរពិនិត្យតាមដងផ្លូវនិងតាមភូមិនៅក្នុងខេត្តជើតុងនោះដើម្បីរាប់ចំនួនជនរងគ្រោះតួលេខផ្លូវការដែលធ្វើឲ្យប្រជាជនចិនក៏ក្រៅនឹងតក់ស្លុតបំផុតពេញផ្ទៃប្រទេសនោះគឺត្រឹមតែមួយយប់ប៉ុណ្ណោះមនុស្សស្លូតត្រង់រហូតដល់32នាក់ត្រូវបាត់បង់ជីវិតនិងមាន16នាក់ផ្សេងទៀតមានរបួសធ្ងន់ធ្ងរគ្រួសារខ្លះត្រូវបានបាត់បង់សមាជិកគ្រួសារស្ទើរតែទាំងអស់ក្មេងតូចៗមួយចំនួនក៏ក្លាយទៅជាក្មេងកំព្រាមួយប្រព្រឹត្តភ្នែកចំណែកឯអ្នកភូមិដែលរស់រានមានជីវិតត្រូវបង្ខំចិត្តជាមួយនឹងស្លាកស្នាមនៅបាក់ស្បាតនៅរាត្រីមួយនោះដែលពួកគេមិនអាចបំភ្លេចបានរឿងកើតហេតុមួយនេះពិតជាបន្សល់ទុកនូវមេរៀននិងសំណួរជាច្រើននៅក្នុងខួរក្បាលរបស់យើងវាជាការក្រើនរំលឹកដ៏ឈឺចាប់មួយថាមនុស្សដែលស្រេកឃ្លានការចាប់អារម្មណ៍ខ្លាំងពេករហូតដល់បាត់បង់វិចារណញ្ញាណបាត់បង់ការវិចារណាអាចនឹងធ្វើរឿងដ៏ព្រៃផ្សៃដែលយើងនឹកស្មានមិនដល់មុននឹងបញ្ចប់វីដេអូនេះខ្ញុំសូមសួរយោបល់អ្នកទាំងអស់គ្នាបន្តិចថាផ្អែកលើមេរៀននៃចិត្តសាស្ត្រនៃភាពល្បីល្បាញក្នុងផ្លូវអាក្រក់នេះដែលយើងបានស្វែងយល់ជាមួយគ្នាមុននេះតើអ្នកទាំងអស់គ្នាគិតថានៅក្នុងសង្គមយើងបច្ចុប្បន្នដែលមានបណ្ដាញសង្គមនិងការចែករំលែកព័ត៌មានភាពរហ័សតើវាអាចជាកត្តាជំរុញឲ្យមនុស្សដែលមានបញ្ហាផ្លូវចិត្តប្រភេទហ្នឹងកាន់តែចង់ប្រព្រឹត្តបទល្មើសដើម្បីអស់ទាញចំណាប់អារម្មណ៍ដែរទេតើយើងអាចមានវិធីអ្វីខ្លះដើម្បីទប់ស្កាត់កុំឲ្យមានរឿងនឹងកើតឡើងម្ដងទៀតដូចនៅក្នុងប្រទេសចិនអញ្ចឹងសូមជួយ comment ចែករំលែកយោបល់ទាំងអស់គ្នាហើយខ្ញុំនឹងរងចាំអាន comment ហើយបើសិនជាអ្នកទាំងអស់គ្នាយល់ថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ចំណេះដឹងថ្មីកុំភ្លេចចុច like subscribe ម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ